ចំពោះខាត់ណាសាច់គោទឹកប្រហុកមួយមុខនេះរសជាតិរបស់គេគឺថាជាតិឆ្ងាញ់សាហាវហ្មងណាបងប្អូនចំពោះម្ហូបមួយមុខហ្នឹងអេដមីនទៅតែឆ្នៃឡើងមិញហ្នឹងប៉ុន្តែរសជាតិរបស់គេគឺថាដិតជូរប្រៃផ្អែមហើយឈ្ងុយប្រហុកនិយាយទៅគឺមកមានជាតិហ្មងហើយបើសាច់គោវិញញ៉ាំទៅគឺថាផុយល្អមែនតើអត់មានអារម្មណ៍ថាសាច់គោនឹងស្វិតឬក៏សាច់គោនឹងឆៅពិបាកញ៉ាំអីទេពួកគ្រឿងផ្សំហ្នឹងក៏អត់មានអីច្រើនដែរជាដំបូងហ្នឹងយើងមានជាសាច់គោបន្ទាប់មកយើងមានជាខាត់ណាខ្ទឹមសខ្ទឹមក្រហមក្រូចឆ្មាម្ទេសធម្មតាហើយនិងម្ទេសម៉ាឡេបន្តិចមកហើយអីដែលខ្វះអត់បានហ្នឹងគឺទឹកប្រហុកហ្នឹងបងប្អូនបន្ទាប់មកយើងមានជាទឹកត្រីប៊ីចេងស្ករហើយនិងម្សៅស៊ុបបន្តិចមកចំពោះវិធីធ្វើហ្នឹងគឺខ្ញុំចាប់ផ្ដើមពីការស្រុះសាច់គោមុនគេបងប្អូនសាច់គោហ្នឹងគឺខ្ញុំស្រុះជាមួយទឹកដាំពុះហ្មងព្រោះអីផ្នែកខាងក្រៅវាយើងអត់ដឹងថាវាប៉ះជាមួយធូលីឬក៏មានមេរោគអីទេអញ្ចឹងហើយគឺខ្ញុំស្រុះឲ្យវាងាប់មេរោគផ្នែកខាងក្រៅអញ្ចឹងណាប៉ុន្តែផ្នែកខាងក្នុងហ្នឹងគឺនៅឆ្អិនដដែលបងប្អូនហើយបន្ទាប់មកហ្នឹងយើងហាន់វាជាប្រទះស្ដើងមែនតែនប៉ុន្តែគឺហាន់ទៅតឹងសាច់បងប្អូនជិះវៀងកុំហាន់បដោយសាច់ហើយសាច់គោហ្នឹងគេហៅថាប្រភេទសាច់ស្តេកឬក៏សាច់សម្រាប់ធ្វើភ្លាអញ្ចឹងណាសាច់នឹងញ៉ាំទៅគឺផុយល្អមែនតែនបន្ទាប់មកយើងមកច្របាច់ក្រូចឆ្មាចូលចំនួន2ផ្លែយើងច្របាច់ឲ្យរាងច្រើនបន្តិចដើម្បីឲ្យសាច់គោរបស់យើងនឹងយើងឲ្យច្បល់ចូលគ្នាទៅវារាងឆ្អិនអញ្ចឹងណាយើងច្បល់វាមកផ្លែទៅសបល់វានឹងចាប់ផ្ដើមប្រែបងប្អូនគឺវាទៅជាពណ៌រាងស្លេកវាអត់នៅស្រស់ដូចមុនទេបន្ទាប់មកយើងប្រហាប់វាហើយយើងផ្អាប់វាទុកចោលប្រហែលជា20នាទីសិនកំឡុងពេលដែលយើងផ្អាប់សាច់គោទុកចោលនឹងយើងមកហាន់ខាត់ណាឲ្យមកចំពោះខាត់ណានេះគឺខ្ញុំទិញអាគេសកស្រាប់អញ្ចឹងណាអញ្ចឹងហើយខ្ញុំគ្រាន់តែយកវាមកហាន់ជាបដោយរាងធំបន្តិចហើយចំពោះស្លឹកណាចាស់គឺខ្ញុំអត់យកទេខ្ញុំបេះវាចេញអញ្ចឹងណាហើយឥឡូវយើងមកដាំទឹកដើម្បីយើងស្រុះខាត់ណានៅក្នុងទឹកហ្នឹងខ្ញុំបានបន្ថែមជាមួយប្រេងឆាបន្តិចដើម្បីឲ្យខាត់ណារបស់យើងហ្នឹងវាមានពណ៌ស្រស់ល្អហើយបងប្អូនកុំភ្លេចត្រៀមជាមួយទឹកត្រជាក់ដើម្បីយើងទុកត្រាំខាត់ណាយើងឲ្យវាស្រួយល្អអញ្ចឹងណាបន្ទាប់ពីទឹកពុះគឺខ្ញុំដាក់ស្រុះខាត់ណាហើយរយៈពេលនៃការស្រុះនឹងលឿនមែនតើបងប្អូននិយាយទៅប្រហែលជាកន្លះនាទីអីហ្នឹងយើងកូរច្បល់វាចុះឡើងយើងស្រង់វាចេញហើយយើងដាក់តម្លាក់នៅក្នុងទឹកត្រជាក់ដែលយើងបានដាក់លាយជាមួយទឹកកកហ្នឹងណាយើងទុកខាត់ណាម្ដុំសិនយើងមកហាន់ខ្ទឹមក្រហមចំពោះខ្ទឹមក្រហមហ្នឹងគឺប្រើរាងច្រើនបន្តិចចឹងណាដើម្បីឲ្យវាកាត់ក្លិនចឹងទៅខ្ទឹមក្រហមហ្នឹងខ្ញុំប្រើប្រហែលជា4-10កាពឹសយើងហាន់វាជាប្រទះស្ដើងអញ្ចឹងបន្ទាប់មកយើងមានជាខ្ទឹមស5-6កាពឹសហើយនឹងម្ទេសហ្នឹងដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តចំពោះខ្ទឹមសហើយនឹងម្ទេសហ្នឹងគឺយើងត្រូវយកវាមកបុកហើយចំពោះការបុកហ្នឹងខ្ញុំបន្ថែមស្ករស1ស្លាបព្រាបាយដើម្បីឲ្យវាបុកឆាប់ម៉ត់ហើយគឺវាអត់ខ្ទាតទៀតបងប្អូនយើងបុកទៅមួយផ្លែតែគឺថាម៉ត់ល្អមែនតែនហើយបន្ទាប់មកហ្នឹងនេះគឺជាទឹកប្រហុកបងប្អូនទឹកប្រហុកហ្នឹងគឺខ្ញុំស្ងោរខ្លួនឯងគឺយើងប្រើវាចំនួន3ស្លាបព្រាបាយហើយបន្ទាប់មកទឹកត្រីខ្ញុំដាក់ចំនួន1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយចំពោះក្រូចឆ្មាហ្នឹងយើងកុំតន់ច្បាស់ច្រើនណាបងប្អូនព្រោះអីសាច់គោរបស់យើងហ្នឹងយើងប្រឡាក់ជាមួយក្រូចឆ្មាដែរអញ្ចឹងហើយវាមានរសជាតិជូរក្នុងហ្នឹងខ្លះដែរយើងច្បល់គ្រឿងទាំងប្រមាណមុខហ្នឹងឲ្យចូលជាតិហើយយើងភ្លក់មើលហើយថែមថយគ្រឿងណារសជាតិហ្នឹងគឺយើងយករៀងប្រៃដិតបន្តិចផ្អែមល្មមហើយប៉ុន្តែអត់សូវជូរទេបន្ទាប់ពីភ្លក់វាត្រូវជាតិហើយបាទខ្ញុំដាក់ខ្ទឹមក្រហមចូលយើងច្បល់ខ្ទឹមក្រហមជាមួយនឹងគ្រឿងទាំងប្រមាណហ្នឹងឲ្យវារៀងសពតបន្តិចមកហើយសាច់គោរបស់យើងបន្ទាប់ពីយើងផ្អាប់វាបាន20នាទីយើងចាប់ផ្ដើមយកវាមកពូតយកទឹកចេញអញ្ចឹងណាគឺយើងយកតែសាច់របស់វាទេចំពោះទឹកហ្នឹងយើងអត់ប្រើទេបន្ទាប់មកចាំយើងដួសគ្រឿងទឹកប្រហុកដែលយើងបានលាយត្រូវជាតិហើយហ្នឹងយើងដួសដាក់ពីលើសាច់គោហ្នឹងមកហើយយើងច្បល់វាណាបងប្អូនច្បល់ឲ្យវាចូលជាតិគ្នាឲ្យសព្វល្អមកបន្ទាប់ពីយើងច្បល់វា3-4នាទីឲ្យចូលជាតិហើយបងប្អូនអាចភ្លក់មើលម្ដងទៀតចង់ដឹងថាវាជូរល្មមនៅឬក៏អត់តន់ល្មមយើងអាចថែមក្រូចឆ្មាបានបន្ទាប់ពីយើងលាយគ្រឿងជាមួយសាច់គោរួចរាល់ហើយចាំយើងមកស្រង់ខាត់ណារបស់យើងខាត់ណាហ្នឹងគឺខ្ញុំស្រង់វាដាក់សម្រស់ទឹកមកផ្លែតសិនបានខ្ញុំរៀបវាដាក់លើចានអញ្ចឹងណាដើម្បីកុំឲ្យខាត់ណារបស់យើងហ្នឹងវានៅជាប់ទឹកពេកបន្ទាប់ពីយើងរៀបខាត់ណារួចរាល់ហើយបងប្អូនចាប់សាច់គោដែលយើងបានលាយគ្រឿងហើយនឹងដាក់ពីលើខាត់ណានឹងមកហើយចំពោះទឹកដែលនៅផ្នែកបាតនៅសល់ហ្នឹងគឺយើងចាក់វាពីលើចូលឲ្យអស់មកចំពោះមុខម្ហូបខាត់ណាសាច់គោទឹកភ្នែកហ្នឹងបងប្អូនមើលទៅស្តៀងខាត់ណាទឹកភ្នែកមែនតែនប៉ុន្តែបើរសជាតិវាវិញគឺថាខុសគ្នាដាច់ហ្មងបងប្អូននិយាយទៅគឺមានជាតិមែនតែនហើយឥឡូវខ្ញុំមកភ្លក់បន្តិចណោះហ្នឹងហើយបងប្អូននេះគឺមុខម្ហូបខាត់ណាទឹកប្រហុករបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយទំនងមែនតែនបងប្អូនឲ្យគ្រាន់តែមើលទៅគឺ
គួរចង់ញ៉ាំហ្មងថាឥឡូវខ្ញុំមកភ្លុកឲ្យបងប្អូនមើលតែចឹងនឹងថារសជាតិរបស់គេនឹងយ៉ាងណាដែរហើយសាច់គោរបស់យើងនឹងស្វិតអត់ឬក៏មានអារម្មណ៍ថាញើសពិបាកញ៉ាំអត់អញ្ចឹងណាអានេះសាច់គោឆៅមិនសាច់គោឆ្អិននេះណាបងប្អូនឃើញពណ៌វាដូចឆ្អិនអញ្ចឹងប៉ុន្តែមែនទេដូចតែបងប្អូនឃើញពីដំបូងអញ្ចឹងគឺសាច់គោឆៅអានេះគឺយើងយកវាច្របាច់ជាមួយក្រូចឆ្មាជាមួយគ្រឿងខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងទៅគឺវាទៅជាឆ្អិនអញ្ចឹងហ្មងបងប្អូនហើយឥឡូវខ្ញុំមកភ្លក់បន្តិចណាតំណងបងប្អូននិយាយមែននេះបងប្អូននិយាយមែនបងប្អូនគឺជាតិសាហាវហ្មងរសជាតិរបស់វាហ្នឹងគឺជូរប្រៃដិតផ្អែមហ្នឹងមិនល្មមទេប្រៃហ្នឹងវាប្រៃមានជាតិបងប្អូនប្រៃអារបៀបជាតិទឹកប្រហុកក្នុងនោះគឺថាឆ្ងាញ់មែនតើបងប្អូននិយាយទៅម្ហូបមួយមុខនេះខ្ញុំហ៊ាននិយាយថាឆ្ងាញ់ជាងខាត់ណាទឹកភ្នែកដាច់ហ្មងបងប្អូនខាត់ណាទឹកភ្នែកគេធ្វើទឹកត្រីកោះកងស្រោចពីលើប៉ុន្តែនេះយើងប្រើទឹកប្រហុកអញ្ចឹងគឺថាគឺមកមានជាតិហ្មងហើយសម្រាប់សាច់គោវិញគឺឡើងផុយល្អហ្មងបងប្អូនយើងញ៉ាំទៅអត់មានអារម្មណ៍ថាស្វិតឬក៏មានសរសៃអីជាប់ថ្មិញទេណាសម្រាប់សាច់កន្លែងហ្នឹងគឺគេហៅថាសាច់ស្តេកឬក៏បងប្អូនអាចសួរអ្នកលក់ក៏បានថាសាច់កន្លែងណាយកមកធ្វើភ្លាឆ្ងាញ់អញ្ចឹងណាឬក៏មិនអញ្ចឹងទេប្រាប់អ្នកលក់ថាសាច់ស្តេកហ្មងទៅឆ្ងាញ់មែនតើបងប្អូននិយាយទៅសាច់គោផុយល្អហើយចូលជាតិឆ្ងាញ់ហ្មងជូរប្រៃផ្អែមហ្នឹងគឺមកត្រូវជាតិហ្មងណាហើយបើសម្រាប់សាច់គោវិញញ៉ាំទៅដូចសាច់ឆ្អិនអញ្ចឹងបងប្អូនអត់មានអារម្មណ៍ថាសាច់នឹងឆៅឬក៏ញ៉ាំទៅស្វិតឬក៏មានសរសៃអីទេគឺមកស្រួលញ៉ាំហើយយើងអត់ឲ្យញើសទៀតជាតិមែនតើបងប្អូននិយាយមែនណាដាក់ចូលមកទៅមានអារម្មណ៍ថាលឹកដឹងជាតិហ្មងណាចំពោះខាត់ណានេះក៏ស្រួយល្អនៅពណ៌ស្រស់ហើយស្រួយទៀតយើងញ៉ាំទៅវាអត់ឆ្អិនជ្រុលចំពោះបន្លែខាត់ណាហ្នឹងបើសិនយើងស្រស់ជ្រុលឆ្អិនញ៉ាំទៅផុយផុយនឹងអត់ឆ្ងាញ់ទេណាអញ្ចឹងហើយយើងស្រស់ឲ្យវានៅមកឆ្អិនមកល្មមញ៉ាំទៅគឺវានៅស្រួយស្រួយច្រប់ច្រប់អញ្ចឹងទៅអញ្ចឹងមួយមុខនេះខ្ញុំ recommend មែនតើបងប្អូនណាដែលចង់សាអាចធ្វើតាមវិធីដែលខ្ញុំប្រាប់បានទៅនេះថាបងប្អូនធ្វើញ៉ាំហើយដឹងតែជាប់ចិត្តហ្មងពួកអីខ្ញុំញ៉ាំហើយក៏ជាប់ចិត្តដូចគ្នាហើយម្ហូបមួយមុខនេះខ្ញុំក៏អត់មានចេះពីណាគេឬក៏ធ្វើតាមណាគេដែរគឺច្នៃបងប្អូនច្នៃទៅឃើញថារសជាតិរបស់វាគឺឆ្ងាញ់មែនតើហ្មងណាហើយនេះបងប្អូនទឹកប្រហុកនេះគឺខ្ញុំស្ងោរខ្លួនឯងបើសិនជាបងប្អូនណាចង់ចេះធ្វើអាចចូលទៅក្នុង page របស់ខ្ញុំ scroll ទៅក្រោមទៅគឺខ្ញុំមានបង្ហាញពីវិធីធ្វើទឹកប្រហុកនឹងដែរអញ្ចឹងណាទឹកប្រហុកមួយមុខនេះគឺថាយកមកច្នៃចេញជាម្ហូបគឺថាឆ្ងាញ់គ្រប់មុខហ្មងបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ